ថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមកដឹងពីប្រវត្តិខ្លះៗរបស់កោះ Cape Verde ដែលមានឈ្មោះមកលេង World Cup 2026ឆ្នាំនេះ Cape Verde ប្រទេសកោះតូចមួយនៅអាហ្វ្រិកប៉ុន្តែកំពុងបង្កើតប្រវត្តិសាស្ត្រនៅ FIFA World Cup ឆ្នាំ2026បានបង្ហាញថាទំហំប្រទេសមិនកំណត់សមត្ថភាពនៅលើទីលានឡើយឈ្មោះផ្លូវការគឺ Cape Verde មានរាជធានីឈ្មោះ Praia មានប្រជាជនប្រហែលជាង60,000 នាក់ប្រើភាសាផ្លូវការប៉ុកទុយហ្គាល់ហើយកោះនេះទទួលបានឯករាជ្យពីប៉ុកទុយហ្គាល់នៅឆ្នាំ1975បាទទាត់ Cape Verde ជាក្រុមជម្រើសជាតិដែលមានរហស្សនាមថា Blue Shark ត្រីឆ្លាមខៀវជាក្រុមដែលកំពុងអភិវឌ្ឍខ្លាំងនៅទ្វីបអាហ្វ្រិកនិងធ្លាប់ឡើងដល់វគ្គ8ក្រុមចុងក្រោយនៃ Africa Cup of Nations យើងមកនិយាយពី FIFA World Cup ឆ្នាំ2026វិញម្ដង Cape Verde ស្ថិតក្នុង Pool H ជាមួយស្ប៉ាញ អ៊ុយរ៉ាហ្គាយ និងសាអូឌីអារ៉ាប៊ីការប្រកួតដំបូងរបស់ Cape Verde ក្នុង World Cup 2026បានស្មើជាមួយនឹងស្ប៉ាញដែលជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលមួយនៅលើពិភពលោក Cape Verde ជាប្រទេសកោះតូចមួយនៅអាហ្វ្រិកប៉ុន្តែកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅ FIFA World Cup 2026 Blue Shark បានបង្ហាញថាទំហំប្រទេសមិនបានកំណត់ពីសមត្ថភាពនៅលើទីលានឡើយ